នៅសុកក៏នឹកឃើញថាបុកល្ហុងក៏ទៅបេះល្ហុងមកធ្វើជាបុកល្ហុងហូបតែម្ដងហើយពីអ្នកក្មួយនឹងឯងចាហើយក៏នឹកឃើញថាអូដើមល្ហុងនៅពីខាងលិចផ្ទះមានមួយដើមពីរបីដើមដែរអញ្ចឹងណាអញ្ចឹងក៏នឹកឃើញថាអូទៅបេះអញ្ចឹងទៅបេះមួយមកដើម្បីបុកអញ្ចឹងណាបុកល្ហុងចាហើយបន្តមកខ្ញុំរុកចុះរុកឡើងក៏ខ្ញុំធ្លាក់បានល្ហុងមួយនឹងឯងខ្ពកអញ្ចឹងទៅណាពុកម៉ែបងប្អូនចាបន្តមកក៏រើសយកមកកាន់សញ្ញែងកាន់មកឲ្យបងប្អូនមើលឃើញថាអូនេះជាស្នាដៃរបស់ខ្ញុំដែលព្យាយាមបេះល្ហុងបានអញ្ចឹងណាពុកម៉ែបងប្អូនហើយបន្តមកខ្ញុំក៏បានទៅកាត់តកូនខ្លីៗនៅក្បែរផ្ទះអ៊ីរបស់ខ្ញុំអញ្ចឹងទៅហើយក៏មិនមែនថាខ្លួនតកូននេះវាវែងអីទេពុកម៉ែបងប្អូនអានេះទៅតែលាស់ខ្ចីទេលាស់ថ្មីមកអញ្ចឹងណាលាស់ល្អមកហ្នឹងគឺបានកាត់ភាសាពីភាសាហើយខ្លះគេបងប្អូននៅចិត្តខាងអញ្ចឹងទៅគេមកសុំគាត់អញ្ចឹងទៅយកធ្វើចំណីមន់ធ្វើអីអញ្ចឹងទៅណាហើយដល់ពេលនឹកឃើញថាអូអញ្ចឹងក៏នឹកឃើញថាមានតកូនមានអីអញ្ចឹងក៏ទៅបេះល្ហុងមួយមកដើម្បីយកមកបុកហូបលេងអញ្ចឹងណាពុកម៉ែបងប្អូនហើយក៏ចង់ដឹងថាស្នាដៃខ្លួនឯងវាចឹងមិនអញ្ចឹងណាចាបេះចុះបេះឡើងហ្នឹងក៏បានមកមួយហ្នឹងអង្គុយចិត្តនោះអង្គុយល្មមតាក់បាននឹងពុកម៉ែបងប្អូនវិលចុះវិលឡើងអង្គុយផ្ទៀងផ្ទាត់នឹងមមតកាន់ជាប់នឹងឯងតាមពិតល្ហុងខ្ញុំសូវកាន់ជាប់ទេពុកម៉ែបងប្អូនដោយសារដែលខ្ញុំវាពិបាកអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងបានតែទប់តិចនេះឯងទេហើយការកាន់អីអញ្ចឹងទៅក៏កាន់មិនជាប់ដែរបន្ទាប់មកខ្ញុំក៏បានចិត្តរួចរាល់អស់ហើយខ្ញុំក៏បានយកទៅលាងទឹកសម្អាតជ្រះជ័រជ្រះអីអញ្ចឹងទៅក្អែលឬមានអីជាប់អញ្ចឹងណាបន្ទាប់មកខ្ញុំក៏បានយកមកសាប់ចឹងទៅពុកម៉ែបងប្អូនហើយក៏ខ្ញុំអត់ឈូសទេពុកម៉ែបងប្អូនគឺខ្ញុំយកមកសាប់យកតែម្ដងហើយខ្ញុំបន្ទាប់មកខ្ញុំក៏បានបុកល្ហុងនឹងឯងហើយខ្ញុំបានថែមគ្រឿងគ្រូរួចរាល់ជាស្រេចហើយច្បាច់ក្រូចច្បាច់អីតាមចំណង់ចំណូលចិត្តថែមស្ករស្ដេចដីអីចឹងទៅហើយតាមពិធីងាយអញ្ចឹងណាពុកម៉ែបងប្អូនចាហើយអ្វីដែលសំខាន់ក៏ខ្លាយទៅជាបុកល្ហុងមួយរូបដែរអញ្ចឹងណាពុកម៉ែបងប្អូនចាមើលទៅតំណងលើតាពុកម៉ែបងប្អូនចាហើយអ្វីដែលថែមគ្រឿងស្ករស្កូវប៊ីចេងអីនេះគឺខ្ញុំថតកាត់ទេពុកម៉ែបងប្អូនគឺខ្ញុំអត់បានអូសបន្លាយវែងឆ្ងាយទេពុកម៉ែបងប្អូនគ្រាន់តែយករូបរាងពិតដែលស្រស់មកយកមកបង្ហាញបងពុកម៉ែបងប្អូនតែប៉ុណ្ណោះចាហើយបន្តមកខ្ញុំក៏បានហូបជួបជុំជាមួយនឹងក្មួយខ្ញុំនៅពីខាងកើតផ្ទះអញ្ចឹងណាពុកម៉ែបងប្អូនចាហូបចុះឡើងហូបទៅមកហូបមកក្មួយគាត់ថាឆ្ងាញ់ណាស់អ៊ំអើយឆ្ងាញ់ណាស់អ៊ំហើយអង្គុយវត្តតែខុសកាមេរ៉ាអាល់បងនេះដឹងមិនអញ្ចឹងកាមេរ៉ានៅនេះគាត់ទៅអង្គុយនៅឯណាអញ្ចឹងគាត់ទាញគាត់មកចិត្តក្បាលនោះដើម្បីឲ្យជួបកាមេរ៉ាដែរទៅនិយាយរួមទៅគាត់ប្រកែណារឿងហូបចុកបុកទ្វារដូចគ្នាចាអ៊ំហើយក្មួយវាមិនខុសគ្នាទេពុកម៉ែបងប្អូនចាខ្វែងដៃខ្វែងជើងគ្នាទៅវិញទៅមកនឹងបើបង្កើតសេចក្តីរីករាយមួយជាមួយនឹងក្មួយអញ្ចឹងណាពុកម៉ែបងប្អូនចារាល់សកម្មភាពទាំងឡាយគឺគ្រាន់តែបង្ហាញថាអូនេះពុកម៉ែបងប្អូនគឺខ្ញុំជាជនមានបក្ការភាពខ្ញុំអាចធ្វើអ្វីបានខ្លះអញ្ចឹងណាពុកម៉ែបងប្អូនចាហូបចុះហូបឡើងនឹងក្មួយគេថាអ៊ំមកឆ្ងាញ់អើយឆ្ងាញ់ណាស់អ៊ំធ្វើទៀតអត់ដល់ពេលអញ្ចឹងទៅខ្ញុំក៏តបគាត់វិញថាញ៉ាំទៅចាំអ៊ំធ្វើឲ្យញ៉ាំទៀតចាអញ្ចឹងណាគេគេនោះគេញ៉ាំទៀតណាដល់ពេលអញ្ចឹងថាអញ្ចឹងអ៊ំឯងឈប់ហូបហើយអ៊ំថាឈប់ហូបហើយអញ្ចឹងទៅឲ្យកូនឯងអ្នកញ៉ាំចុះអញ្ចឹងណាអូគេនិយាយបាយចិត្តណាស់ពុកម៉ែបងប្អូនហើយគូផ្សំជាមួយនឹងល្ហុងផងហើយនឹងបូកជាមួយនឹងធ្មេញគាត់ផងអត់សូវមានគាត់ទៅហូបធ្វើចុកដូចតាចាស់អញ្ចឹងណាពុកម៉ែបងប្អូនលេឡំជាមួយនឹងហឹលតិចផងហើយខ្ញុំបុកនេះក៏ខ្ញុំមិនមែនថាដាក់ម្ទេសខ្លាំងទេពុកម៉ែបងប្អូនដោយសារគូផ្សំជាមួយគាត់ហូបដែរអញ្ចឹងខ្ញុំអត់ហ៊ានដាក់ច្រើនទេបើតាមរូបខ្ញុំផ្ទាល់គឺខ្ញុំអាចដាក់5គ្រាប់ទៅ10គ្រាប់អញ្ចឹងទៅណាពុកម៉ែបងប្អូនចាដោយសារគាត់នៅតូចពេកអញ្ចឹងគាត់ហូបអត់ទៅបានអញ្ចឹងខ្ញុំដាក់តាមកណាត់ម្ទេសទេពុកម៉ែបងប្អូនចាអញ្ចឹងគាត់ហូបទៅមើលទៅឆ្ងាញ់ណាស់ហូបចុះហូបឡើងនឹងខ្ញួយនឹងរើសចុះរើសឡើងដៃកវៀមក្បាលដៃ10បុកផ្សំជាមួយនឹងគ្នានឹងតប់មើលទៅតំណងណាពុកម៉ែបងប្អូនអើយហូបបដាជូតខោបដាខ្ញុំមើលហើយខ្ញុំចង់ទៅសើចទេពុកម៉ែបងប្អូនហូបចុះហូបឡើងនឹងដៃគេខ្វាច់ខោចាំមើលគាត់ហូបតាមពិតថ្មិញគាត់អត់មានទេពុកម៉ែបងប្អូនថ្មិញមុខអញ្ចឹងក៏ហូបកុំអញ្ចឹងណាពុកម៉ែបងប្អូនចា
ចឹងមិនថាអ្វីក៏ដោយក្មេងៗឲ្យតារីករាយជាមួយពួកគាត់គឺគាត់រីករាយជាមួយយើងឲ្យបានតែសប្បាយជុំគ្នាចឹងទៅគាត់អត់ខ្វល់ទេសំខាន់គឺក៏បានហូបចុកជាមួយយើងចឹងណាអូដៃគាត់ពីរអ្នកបងប្អូននោះដៃអូនតូចចឹងក៏មិនហ៊ានថតឲ្យពេញទេដោយសារកូនក្មេងតូចពេកចឹងខ្លាចគេកាក់ចាប់អីចឹងណាពុកម៉ែបងប្អូនចាអូខេ